ការមានអីដូចខ្ញុំចង់ស្រួលដែរមួយយ៉ាងស្រួលមួយយ៉ាងដែរបងប្អូនបាទពេលថ្ងៃអញ្ចឹងក្តៅទៅយើងយន្តរឹងមកចង់លេងកំសាន្តអញ្ចឹងបងប្អូនបាទមើលស្វាយមើលអីយើងអញ្ចឹងទៅបងប្អូនមួយយ៉ាងដែរបងប្អូនបាទស្រុកស្រែចំការយើងមានតែប៉ុណ្្នឹងអត់មានអីក្រៅបាទសួស្តីបងប្អូនទាំងគ្នាបាទជាទីគោរពនិងជាទីរាប់អានបងប្អូនបាទថ្ងៃនេះខ្ញុំបានជួបបងប្អូនបាទទីដែរបងប្អូនបាទហើយបងប្អូនបានជួបខ្ញុំតាមរយៈវីដេអូរបស់ខ្ញុំបងប្អូនណាដឹងស្រាប់បាទឡូវបងប្អូនណាកាសធាតុឡូវក្តៅណាស់បងប្អូនឡូវនឹងខ្ញុំយន្តរឹងបានយន្តរឹងមកចងនៅចការឆ្វាយខ្ញុំខាងក្រោយផ្ទះរបស់ខ្ញុំក្តៅពេកបងប្អូនណាដេកនៅខាងក្រោមផ្ទះអត់ដេកអត់កើតហ្មងបងប្អូនក្តៅនឹងប្រហែលអង្សាទេបងប្អូនអើយកម្ដៅនោះឡូវនឹងយន្តរឹងមកចងដេកនៅខាងក្រោយគាត់បានមកលុបបាទតិចបងប្អូនមានចការមានអីដូចខ្ញុំចង់ស្រួលដែរមួយយ៉ាងស្រួលមួយយ៉ាងដែរបងប្អូនបាទពេលថ្ងៃអញ្ចឹងក្តៅទៅយើងយន្តរឹងមកចងលេងកំសាន្តអញ្ចឹងបងប្អូនបាទមើលស្វាយមើលអីយើងអញ្ចឹងទៅបងប្អូនមួយយ៉ាងដែរបងប្អូនបាទស្រុកស្រែចំការយើងមានតែប៉ុណ្្នឹងអត់មានអីក្រៅពីដំណាំចេកស្វាយឬដំណាំផ្សេងបងប្អូនបាទនៅខាងក្រោយផ្ទះខ្ញុំនេះមានតែស្វាយទេបងប្អូនព្រោះស្វាយនេះខ្ញុំដាំយូរហើយឥឡូវនឹងបានផលបានអីហូបនឹងជារៀងរាល់ឆ្នាំដែរបាទដល់រដូវផ្លែដល់រដូវផ្កានឹងខ្ញុំហូបរាល់ថ្ងៃអញ្ចឹងទៅរំអស់មករដូវស្វាយនឹងយូរដែរបងប្អូនហើយបាទនេះបងប្អូនបាទឃើញហើយបាទស្វាយខ្ញុំមិនច្រើនទេបងប្អូនបាទ5 6ដើមទេតែគ្រាន់តែហូបនឹងมันងាយអស់ទេបងប្អូនបាទហើយចេកនោះប្រហែលគុំតែចេកនឹងមិនល្អប្រហែលទេបងប្អូនហើយងាប់ចង់អស់ហើយចេកប្រហែលគុំទេបងប្អូនអើយបាទចេកនឹងចេកទឹកបងប្អូនបាទនៅប្រហែលគុំនេះងាប់ចង់អស់ចាំមើលដល់រដូវវស្សានឹងភ្លៀងមកប្រហែលជាបានរស់ខ្លះអីខ្លះចឹងបងប្អូនបាទចឹងវីដេអូខ្ញុំមានតែប៉ុណ្ណឹងបងប្អូនបាទអរគុណច្រើនបាទសូមជម្រាបលា